ពីសិលមានន័យថាខ្សែមខ្សានមានន័យថាប្រកក្តីមានន័យថាខ្ពង់ខ្ពស់ហើយក៏មានន័យថាត្រជាក់ដែរខ្ញុំសូមជូនការបញ្យល់អំពីថាសិលមានន័យថាត្រជាក់ហ្នឹងគឺត្រជាក់ចិត្តត្រជាក់វាចាហើយត្រជាក់ខាងកាយគឺមានខន្តីហើយជាពិសេសនៅក្នុងគ្រួសារឬក៏ក្នុងក្រុមហ៊ុនបើមានសិលគឺមានន័យថាធ្វើឲ្យក្រុមហ៊ុនហ្នឹងត្រជាក់ធ្វើឲ្យគ្រួសារហ្នឹងបើនៅក្នុងគ្រួសារធ្វើឲ្យគ្រួសារហ្នឹងត្រជាក់ក្នុងន័យនេះគឺมันមានទោសៈមិនមានកំហឹងអញ្ចឹងនៅក្នុងក្រុមហ៊ុនបើមានបញ្ហាអីកើតឡើងប្រធានក្រុមហ៊ុនឬក៏ថ្នាក់ដឹកនាំក្រុមហ៊ុនហ្នឹងអាចដោះស្រាយដោយសម្ដីពីរោះត្រជាក់រកវិធីដោះស្រាយដោយអត់មានកំហឹងអត់មានទោសៈអត់មានទះតបណាគេថាប៉ះដៃប៉ះជើងយកជើងទេហើយបើនៅក្នុងគ្រួសារក៏ដូចគ្នាដែរបើមេដាបេដានឹងចេះអប់រំកូនដោយត្រជាក់បញ្យល់ឲ្យមានហេតុផលច្បាស់លាស់អញ្ចឹងធ្វើឲ្យគ្រួសារហ្នឹងក៏បានសុខដែរអញ្ចឹងយើងគួរតែយល់ថាសិលហ្នឹងក៏មានន័យថាត្រជាក់ហើយត្រជាក់ហ្នឹងគឺអាចយកទៅអនុវត្តបានទាំងក្រុមហ៊ុនទាំងគ្រួសារដើម្បីឲ្យបានគ្រួសារនឹងបានសុខបានចម្រើនហើយក្រុមហ៊ុននឹងក៏បានសុខបានចម្រើនហើយអាចអភិវឌ្ឍទៅមុខបានបើផ្ទុយទៅវិញថាប្រធានក្រុមហ៊ុនឬក៏អ្នកដឹកនាំក្រុមហ៊ុននឹងឆេវឆាវឆុងឆាំងហើយក្តៅកាហាយគ្រប់ពេលទាំងអស់គឺអត់មានភាពត្រជាក់ត្រជុំនៅក្នុងនឹងទេដោយពាក្យថាទឹកត្រជាក់ត្រីកុំអញ្ចឹងហើយអញ្ចឹងបុគ្គលិកអីរត់ចោលអស់ហើយអត់មានសល់ទេអញ្ចឹងយើងគួរតែប្រយ័ត្នសម្ដីសម្ដៅកុំឲ្យក្តៅកាហាយជេរបន្តិចផ្ដាសានៅក្នុងក្រុមហ៊ុនក៏ដូចក្នុងគ្រួសារដែរបាទ